ដោយសារតែ account TikTok លក់របស់ខ្ញុំឡើងលេង original ខោខ្មែរនៅពេលដែលផុសទៅកៀង view អញ្ចឹងខ្ញុំដាច់ចិត្តត្រូវបង្កើត account TikTok ថ្មីអញ្ចឹងមុននឹងបង្កើត account TikTok ថ្មីបានដើម្បីបង្កើតឲ្យរឹងមាំខ្ញុំត្រូវមាន email អញ្ចឹងខ្ញុំត្រូវបង្កើត email ថ្មីមួយវីដេអូនេះខ្ញុំនឹងចែកចេញទៅជា3វីដេអូវីដេអូទី1វិធីបង្កើត email វីដេអូទី2គឺយក email ហ្នឹងទៅដាក់នៅក្នុង email នៅក្នុង iPhone និងវីដេអូទី3វិធីបង្កើត TikTok ដូច្នេះវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនអំពីវិធីបង្កើត email ឲ្យបានត្រឹមត្រូវហើយនឹងបន្តទៅបង្កើត TikTok ឲ្យបានរឹងមាំអញ្ចឹងចង់ដឹងឲ្យបង្កើតមិននេះមកបងប្អូនអរគ្នាជាដំបូងបងប្អូនចូលទៅកាន់ web browser Safari ក៏បាន Chrome ក៏បានអញ្ចឹងបងប្អូនចុចអាហ្នឹងមកបងប្អូនវាយពាក្យ create Gmail account អញ្ចឹងវាយពាក្យអាហ្នឹងហើយបងប្អូនចុចឲ្យលើគេនេះមកហើយបន្ទាប់មកបងប្អូនអូសមករកពាក្យ create an account បន្ទាប់មកអានេះ email ចាស់របស់ខ្ញុំទេអញ្ចឹងបានន័យថាខ្ញុំបើសិនជាមានកន្លែង create new account បងប្អូនចុចហ្មងតែខ្ញុំអត់ទាន់មានខ្ញុំចុច use other account ជួនកាលទូរស័ព្ទរបស់បងប្អូនមានហើយនេះដល់ពេលដល់កន្លែងនេះបងប្អូនជ្រើសរើសពាក្យ create an account អញ្ចឹងចុចមកសម្រាប់ប្រើផ្ទាល់ខ្លួនចុចខាងលើបន្ទាប់មកបងប្អូនវាយឈ្មោះរបស់បងប្អូនអញ្ចឹងខ្ញុំវាយហើយដាក់ first name Laulin last name original អញ្ចឹងបងប្អូនដាក់អីក៏បានដែរឈ្មោះរបស់បងប្អូនហើយចុច next បន្ទាប់មកកន្លែងនេះបងប្អូនអាចជ្រើសរើសថ្ងៃខែកំណើតដ៏ពិតប្រាកដរបស់បងប្អូនដាក់ចូលអញ្ចឹងវាយហើយបងប្អូនជ្រើសរើសភេទប្រុសឬក៏ស្រីអញ្ចឹងបន្ទាប់មកចុច next បន្ទាប់មកអានេះវាស្នើសាច់ចេះឲ្យយើងអញ្ចឹងយើងអត់ចង់បានឈ្មោះដែលគេស្នើបងប្អូនចុចខាងក្រោមនេះយើងវាយឈ្មោះវាយ email អានេះ email បងប្អូនចង់ដាក់ email របៀបម៉េចខ្លីវែងតាមចិត្តរបស់បងប្អូនអញ្ចឹងខ្ញុំដាក់វាយដាក់ថា Laulin original 7អញ្ចឹងខ្ញុំចង់បានមួយហ្នឹងតើមានអត់អានេះបានន័យថាមានយើងអាចដាក់បានអញ្ចឹងអានេះបងប្អូនជ្រើសរើស password ក្បាលអក្សរធំសូមបងប្អូនចុចអក្សរធំបន្ទាប់មកអក្សរតូចបន្ទាប់មកលេខអញ្ចឹងបងប្អូនវាយឲ្យដូចគ្នាខាងលើខាងក្រោមដូចគ្នាបងប្អូនចុច next ហើយធានាថាបងប្អូនចាំ password ហ្នឹងឲ្យបានត្រឹមត្រូវបន្ទាប់មកកន្លែងនេះបងប្អូនវាយលេខទូរស័ព្ទដើម្បីឲ្យគេបញ្ជាក់នៃការ call មកអញ្ចឹងបងប្អូនដាក់លេខទូរស័ព្ទរបស់បងប្អូនទៅគេនឹងផ្ញើលេខ confirm មកអញ្ចឹងខ្ញុំចុច next អញ្ចឹងដល់ពេលដែលចុច next ហើយបន្តិចទៀតគេនឹងផ្ញើសារតាមទូរស័ព្ទមកយើងនេះអញ្ចឹងបងប្អូនគ្រាន់តែវាយលេខកូដនឹងបញ្ចូលចុច next ជាការស្រេចនេះខ្ញុំវាយលេខកូដនឹងបញ្ចូលចុច next អញ្ចឹងកន្លែង add recover email នេះបើសិនបងប្អូនមាន email ចាស់បងប្អូនអាចដាក់បានអាចដាក់ទៅនៅពេលដែលបងប្អូនភ្លេច password អីវានឹងផ្ញើ confirm ទៅ email ចាស់នេះឲ្យបងប្អូនដើម្បីយក email ចាស់ហ្នឹងមកវិញអញ្ចឹងខ្ញុំដាក់បើសិនជាបងប្អូនអត់មានចុចអាខាង skip នេះមកតែបើខ្ញុំមានខ្ញុំចុច nextចឹងដល់ពេលដែលរួចរាល់ហើយអានេះគឺគេ review របស់យើងអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងបងប្អូនពិនិត្យមើលត្រឹមត្រូវនៅបើត្រឹមត្រូវបងប្អូនចុច next ចឹងដល់ពេលចុច next ហើយនេះគឺមានគោលការណ៍របស់គេបងប្អូនគ្រាន់តែចុច agree ទៅហើយនៅពេលដែលដល់កន្លែងនេះបញ្ជាក់ថាបងប្អូនគឺបានបង្កើតរួចរាល់ហើយកន្លែងនេះចង់ឲ្យរឹងមាំបងប្អូនដាក់ថា add លេខទូរស័ព្ទអញ្ចឹងបងប្អូនអាចដាក់ add លេខទូរស័ព្ទរបស់បងប្អូនបានបើសិនជាមិនទាន់មានលេខទូរស័ព្ទបងប្អូនចុច demis អញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ add លេខទូរស័ព្ទរបស់ខ្ញុំទៅដើម្បីឲ្យវាកាន់តែរឹងមាំបងប្អូនអរគ្នាអញ្ចឹងខ្ញុំដាក់លេខរបស់ខ្ញុំដដែលហើយខ្ញុំចុច save អញ្ចឹងដល់ពេលដែលបាត់អីគឺលេខទូរស័ព្ទហ្នឹងជាលេខទូរស័ព្ទរបស់ email គេអាច confirm យក email មកវិញបានអានេះគឺយើងបាន email ហ្នឹងមួយហើយអញ្ចឹង email ហ្នឹងគឺបានន័យរបស់បងប្អូនហើយអញ្ចឹងសូមបងប្អូនចុច share វីដេអូនេះហើយរងចាំមើលវីដេអូទី2ខ្ញុំនឹងប្រាប់ពីរបៀបយក email ហ្នឹងទៅដាក់នៅក្នុងទូរស័ព្ទ iPhone ផ្ទាល់តែម្ដង